ច្រើនពុកម៉ែបងប្អូនបញ្ហាកាពះពួកវាចុកកាពះឆ្អល់កាពះអាស៊ីក្រៅក្នុងកាពះប្រើថ្នាំច្រើនយ៉ាងឲ្យមិនត្រូវណែមកជួបអ្នកគ្រូផឹកមួយអាងាយមួយភាសាចូលក្នុងពោះភ្លាមតិចហើយស្រួលបាត់ជើងដើរទៅណាក៏ស្រួលដែរផលិតផលមកពីប្រទេសបារាំងឈ្មោះថា Diffuser និយាយពីថាប្រើតែមួយថ្ងៃ2ដងឯងពេលព្រឹកនិងពេលល្ងាចនឹងទទួលបានលទ្ធផលដាក់ភ្លាមតែ10នាទីតិចឲ្យស្រេបហ្មងនិយាយពីថាកាពះពោះវៀនយើងគឺរំលាយអាហារបានល្អលែងឆ្អល់លែងភើលែងជូរញ៉ាំបានសម្រានលក់ស្រួលបើចង់ដឹងព័ត៌មានច្បាស់ណាមកមើលវីដេអូសាកសីដែលបានប្រើ Diffuser ពិតក្តៅថាមានលមូលនៅក្នុងកពោះហ្នឹងក្នុងកាពះនឹងកាពះនឹងជាពោះទេប៉ុន្តែគឺនៅក្តៅកុហកកាហាយក្នុងពោះហ្នឹងហើយម្យ៉ាងទៀតបើពេលមែនតើចង់អាចចេញនោមចេញទៀតតែដល់បានឆ្នាំនឹងហូបហើយហ្នឹងគឺបានធូររហូតតាំងពីក្នុងមកធូររហូតអត់មានឆ្អល់អត់មានទួលលមុខអត់មានអីទេចំពោះខ្ញុំនិយាយនឹងទៀងត្រង់ណាព្រោះខ្ញុំកាន់សិលហើយខ្ញុំមិនចេះភូតកុហកទេតែការការៈដៃឈឺដែលចេះតែចុកចាប់ពេញខ្លួនក្អួតចង្អោភើជូស្ងួនពងកនេះមកភាពបានឆានរយៈពេល12ថ្ងៃនេះបានធូរស្បើយបើបានធូរស្បើយអត់មានអាការៈហ្នឹងមានការក្អួតឬក៏ឈឺចុកចាប់ក្នុងខ្លួនហើយភើជូអីក៏បាត់ដែរពិបាកណាស់អូនអើយបងប្អូនទាំងអស់គ្នាឈឺកាពះពិបាកណាស់ពីមុនខ្ញុំហូបបាយទៅចុកតាំងពីឆ្អឹងខ្នងនិយាយរួមចុករមូលទាំងអស់សពបែបយ៉ាងសំបីតាគេងក៏គេងមិនលក់ដែរប្រើថ្នាំបារាំងទៅឥឡូវខ្ញុំបានធូរច្រើនលែងចុកលែងឆ្អល់ហូបបាយទៅអត់មានលមូលដូចកមុននេះកមុនខ្ញុំហូបទៅលមូលចុកឆ្អល់ទាំងអស់ឥឡូវអត់មានចុកឆ្អល់ទេគេងក៏បានបាយក៏បានអត់មានឈឺចុកចាប់អីទៀតទេហើយថ្ងៃនេះថ្ងៃសិលខ្ញុំអត់មាននិយាយភូតកុហកអីទេចុករោយឈឺបុកដល់ក្បាលចុកអាកាពះនឹងចុកណែនឆ្អល់ហើយចុករោយពីចកេះដល់ចុងជើងមានទំនេរថ្ងៃណាតែមិនថាយប់មិនថាថ្ងៃមិនថាដេកមិនថាដើរឈរអង្គុយទាំងអស់បានហូបថ្នាំនឹងទៅខ្ញុំជាសះស្បើយតសប្ថ្ងៃនឹងបើមិនទាន់បានប្រើកុំភ្លេចខឬក៏ឆានមកក្រុមហ៊ុនចាំទទួល24ម៉ោង